បាទសាធុប្របីណាស់ថ្ងៃនេះលោកគ្រូសូមនិយាយអំពីអត្ថប្រយោជន៍និងអានុភាពរបស់សុខឆ្មាឬក៏កូនក្រក់ឆ្មាណាហ្នឹងហើយពីព្រោះអីពីព្រោះថារបស់ទាំងនេះសុទ្ធតែជារបស់កម្រណាកម្រហ្នឹងហើយពុកម៉ែបងប្អូនធ្លាប់ដឹងហើយថាផ្ទះណាក៏ដោយតែងតែមានចិញ្ចឹមនៅសត្វឆ្មាណាហ្នឹងហើយអ្នកខ្លះចូលចិត្តសត្វឆ្មាអ្នកខ្លះក៏អត់ចូលចិត្តសត្វឆ្មានេះជានិស្ស័យរបស់មនុស្សយើងម្នាក់ដែលស្រឡាញ់នៅសត្វចិញ្ចឹមហ្នឹងហើយចឹងទេលោកគ្រូសូមបញ្ជាក់អំពីអត្ថប្រយោជន៍និងអានុភាពរបស់សុខឆ្មាឬក៏កូនក្រក់ឆ្មាអ្នកដែលចិញ្ចឹមឆ្មាហើយយើងគិតពិចារណាទៅណាសត្វឆ្មាវាកម្រនឹងពំឲ្យឬក៏ទុកឲ្យនៅសុខណានៅសុខដែលជាលក្ខណៈប្រទេសទូចល្មមណាប្រទេសហ្នឹងគេហៅសុខហ្នឹងធម្មតាឆ្មាតែវាកើតកូនមកវាតែងតែស៊ីនៅសុខហ្នឹងហើយណាវាអត់ទុកសុខនោះទេវាស៊ីសុខនោះដើម្បីបំពន់នៅរាងកាយវាដែលវាបានបង្កើតកូននោះវាអស់កម្លាំងអស់អីចឹងណាវាស៊ីនៅសុខហ្នឹងហើយឆ្មាខ្លះវាអត់ស៊ីទេឃើញទេវាទុកសុខនោះឲ្យយើងមួយឬក៏ពីរចឹងណាវាអត់ស៊ីទេវាទុកនៅកន្លែងហ្នឹងកន្លែងវាកើតហើយវាស្រែកងាវអញ្ចឹងណាវាស្រែកវាទៅហៅយើងអញ្ចឹងវាពំណាវាពំសុកហ្នឹងលក្ខណៈជាប្រទេសតប៉ែតហ្នឹងណាហ្នឹងហើយដើម្បីទៅហៅយើងឲ្យយើងទៅយកសុកហ្នឹងកាលណាបើបានអញ្ចឹងគឺរឹតតែល្អរឹតតែប្រសើរណាហ្នឹងហើយបើវាពំឲ្យយើងឬក៏វាទុកឲ្យយើងហ្នឹងគឺថាល្អប្រសើរសម្រាប់យើងយកទៅប្រើប្រាស់ហ្នឹងហើយលោកគ្រូបញ្ជាក់តិចកាលណាបើយើងបានសុកណាហ្នឹងហើយយើងយកទៅហាលក្តៅយើងផ្ដិតធ្វើម៉េចឲ្យវាស្ងួតចឹងណាហើយយើងយកទៅហាលថ្ងៃក្តៅចឹងគ្របឲ្យល្អត្រឹមត្រូវប្រយ័ត្នសត្វពំឬក៏សម្ោចរោមណាហ្នឹងហើយយើងយកទៅហាលក្តៅឬក៏ឆ្អើរភ្លើងក៏បានណាហ្នឹងហើយជាទៀសអាំងត្រីប៉ុនយើងនោះយើងឆ្អើរយើងដាក់ឲ្យខ្ពស់បន្តិចដើម្បីឲ្យវាស្ងួតដើម្បីឲ្យវាក្រៀមបានវាអត់ខូចណាបាទហ្នឹងហើយមានតែវិធីហ្នឹងទេបានវាទុកបានយូរហើយវាអត់ខូចវាអត់ក្លិនវាអត់ដុះផ្សិតហ្នឹងហើយដូចលោកគ្រូបញ្ជាក់ហ្នឹងទី1យកទៅហាលក្តៅបើយើងមិនហាលក្តៅយើងអាចឆ្អើរភ្លើងហើយយើងដាក់ឲ្យខ្ពស់បន្តិចកុំដាក់ខ្ទាពេកខ្លាចវាខ្លោចណាហ្នឹងហើយចំណុចដែលយើងបានទទួលនៅសុខដែលលោកគ្រូបានបញ្ជាក់ហ្នឹងហើយបន្ទាប់មកបើយើងបាច់ឆ្មាវាទុក